អាយដាមសេងឌីណារលេខាធិការក្រសួងយុតិធម៌គឺជាបញ្ញវន្តខ្មែរមួយរូបដែលបានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយនិងគ្រប់គ្រងពាណិជ្ជកម្មពីប្រទេសបារាំងមុនមកកាន់តំណែងក្នុងជួររាជរដ្ឋាភិបាលលើវិស័យច្បាប់និងនយោបាយដែលជាជំនាញនិងគោលដៅជីវិតដំបូងនេះអាយដាមត្រូវបានបម្រើការងារនៅវិទ្យុបារាំងអន្តរជាតិផ្នែកខេមរៈភាសាជិត2ទសវត្សរ៍នៅទីនោះហើយដែលអាយដាមបានសិក្សាស្រាវជ្រាវចងក្រងអត្ថបទជាច្រើនពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រពិភពលោកហើយចែករំលែកទៅកាន់អ្នកស្ដាប់ក្នុងនាមជាអ្នកស្រឡាញ់ការសិក្សាស្រាវជ្រាវផ្នែកប្រវត្តិសាស្ត្រអាយដាមចាត់ទុកការសិក្សាផ្នែកនេះគឺជាចំណុចគន្លឹះដើម្បីស្វែងយល់ពីបច្ចុប្បន្នហើយអាចប្រមាណមើលទៅអនាគតតាមរយៈ Grow Under Peace អាយដាមសេងឌីណានឹងចែករំលែកពីរបៀបនៃការសិក្សាស្រាវជ្រាវផ្នែកប្រវត្តិសាស្ត្រផ្នត់គំនិតនិងការអភិវឌ្ឍសមត្ថភាពរបស់យុវជននៅប្រទេសជឿនលឿនចាសសូមជម្រាបសួរវិលមកជួបគ្នាជាថ្មីនៅក្នុងកម្មវិធី Grow Under Peace ចាសវាគ្មិនកិត្តិយសនៅក្នុងកម្មវិធីយើងថ្ងៃនេះគឺជាបញ្ញវន្តខ្មែរមួយរូបដែលបានទទួលការសិក្សាអប់រំនៅប្រទេសបារាំងចាសគឺអាដាមសេងឌីណាចាសអាដាមគឺជារដ្ឋលេខាធិការក្រសួងយុតិធម៌ចាសសូមជម្រាបសួរអាដាមបាទសូមជម្រាបសួរចាអរគុណអាដាមដែលបានចំណាយពេលដ៏ញឹកផ្ដល់បទសម្ភាសន៍ដល់កម្មវិធីថ្មីនៅថ្ងៃនេះចាពាក់ព័ន្ធទៅនឹងប្រវត្តិការងាររបស់អាដាមចាមុននឹងមកកាន់តំណែងជារដ្ឋលេខាធិការក្រសួងយុតិធម៌ចាអាដាមសេងឌីណាគឺជាអ្នកដែលបម្រើការងារនៅវិទ្យុបារាំងអន្តរជាតិអស់រយៈពេលជាច្រើនឆ្នាំហើយតួនាទីចុងក្រោយរបស់អាដាមនៅទីនោះគឺជានិពន្ធនាយកវិទ្យុបារាំងជាខេមរៈភាសាចាសូមអាដាមជម្រាបជូនទស្សនិកជនបន្តិចអំពីប្រវត្តិការងាររបស់អាដាមនៅវិទ្យុបារាំងអន្តរជាតិដោយសារតែអាដាមបម្រើការងារនៅទីនោះរយៈពេលយូរមែនទែនចាប្រហែលជាច្រើនឆ្នាំចាតើមានរយៈពេលប្រហែលឆ្នាំដែរហើយនៅឆ្នាំណាដែរចា៎បាទគិតជាសរុបទាំងអស់ទៅខ្ញុំធ្វើការនៅវិទ្យុបារាំងអន្តរជាតិរយៈពេល17ឆ្នាំខ្ញុំចាប់ផ្ដើមធ្វើការនៅចុងឆ្នាំ2006ហើយឈប់នៅចុងឆ្នាំ2023ហើយខ្ញុំចាប់ផ្ដើមធ្វើការ2006នោះខ្ញុំនៅមិនទាន់រៀនចប់នៅឡើយទេខ្ញុំរៀននៅកំពុងរៀននៅទីក្រុងប៉ារីសអញ្ចឹងខ្ញុំចាប់ផ្ដើមធ្វើការជា part time នៅពេលนั้นខ្ញុំទំនេរពីរៀនសូត្រខ្ញុំទៅធ្វើការរហូតដល់ខ្ញុំរៀនចប់ទៅបានធ្វើការមកពេញពេលនៅវិទ្យុបារាំងតាំងពីពេលនោះមករហូតដល់ឆ្នាំ2013បានខ្ញុំក្លាយទៅជានិពន្ធនាយកវិទ្យុបារាំងជាខេមរៈភាសារហូតមកដល់ខ្ញុំពេលដែលខ្ញុំឈប់ចាពាក់ព័ន្ធនឹងប្រវត្តិការសិក្សានៅប្រទេសបារាំងអារម្មណ៍រៀនជំនាញអ្វីដែរនៅទីនោះចាបាទនៅបារាំងនោះខ្ញុំរៀនខាងវិទ្យាសាស្ត្រនយោបាយហើយចប់ពីវិទ្យាសាស្ត្រនយោបាយហ្នឹងទៅនៅពេលដែលខ្ញុំធ្វើការនៅវិទ្យុបារាំងកំពុងតែធ្វើការនៅវិទ្យុបារាំងនៅឡើយនោះខ្ញុំបានយកពេល part time ទៅរៀនខាងគ្រប់គ្រងពាណិជ្ជកម្ម MBA នៅទីក្រុងប៉ារីសហ្នឹងអញ្ចឹងបាទនៅស្រុកបារាំងខ្ញុំរៀនខាងវិទ្យាសាស្ត្រនយោបាយហើយនិងខាងគ្រប់គ្រងពាណិជ្ជកម្មចាប្រិមិត្តដែលជាអ្នកស្ដាប់វិទ្យុបារាំងអន្តរជាតិប្រហែលជាស្គាល់លោកសេងឌីណាច្បាស់ចាអាដាមសេងឌីណាច្បាស់ដោយសារតែអាដាមមានស្នាដៃច្រើននៅទីនោះហើយអ្វីដែលជាទីចាប់អារម្មណ៍របស់អ្នកស្ដាប់នោះគឺពាក់ព័ន្ធទៅនឹងការស្រាវជ្រាវរបស់អាដាមតាក់ទងនឹងប្រវត្តិសាស្ត្រពិភពលោកនិងវិទ្យាសាស្ត្រជាដើមចាអាដាមអាចជំរាបជូនទស្សនិកជនបានទេតើហេតុអ្វីបានជាអាដាមស្រឡាញ់ចូលចិត្តការសិក្សាស្រាវជ្រាវនេះចាបាត់ការសិក្សាស្រាវជ្រាវនេះវាជាចំណងចំណូលចិត្តតាំងពីដើមមកខ្ញុំចូលចិត្តអានប្រឡំលោកតាំងពីនៅបឋមសិក្សាចូលចិត្តអានប្រឡំលោកហ្នឹងអញ្ចឹងជាការចំណងចំណូលចិត្តក្នុងការអានមានតាំងពីដើមមកជាប់នឹងខ្លួនហើយតែក៏ប៉ុន្តែវាដោយសារតែចំណងចំណូលចិត្តនឹងអានដែរបានជាខ្ញុំរៀនច្បាប់ហើយរៀនជាសាស្ត្រនយោបាយព្រោះវាបើខាងជាសាស្ត្រនយោបាយទៅរៀននៅប៉ារីសហ្នឹងទេវាគឺជាការសិក្សាមួយដែលតម្រូវឲ្យយើងអានច្រើននៅទីនោះយើងរៀនយើងមិនសូវគេហៅថាគ្រូមិនបង្រៀនទេគេហៅថាគ្រូបង្ហាត់គ្រូណែនាំអញ្ចឹងពាក្យច្រើនគឺគ្រូដាក់ប្រធានបទអីមកយើងទៅអង្គុយស្រាវជ្រាវទៅអង្គុយមួយថ្ងៃអង្គុយតែក្នុងបណ្ណាល័យទេអានសភៅ 3-4 ក្បាលដើម្បីធ្វើ assignment មួយអញ្ចឹងវាជាការនៅជាប់នឹងពីដើមមកតាំងពីក្មេងមកហើយតាំងពីរៀននឹងទៀតក៏ជាការសិក្សាស្រាវជ្រាវនឹងជាការងារដែលធ្វើជាជាប់ជាប្រចាំអានហ្នឹងគឺជាប់ជាប្រចាំអញ្ចឹងវាជាចំណងចំណូលចិត្តហើយមួយទៀតវាជាអ្វីដែលខ្ញុំគិតថាវាអាចមានផលប្រយោជន៍ដល់អ្នកដទៃកាលណាយើងអានយើងស្រាវជ្រាវហើយយើងចែករំលែកវាជាផលប្រយោជន៍ដល់អ្នកដទៃពេលខ្លះយើងអានយើងស្រាវជ្រាវប៉ុន្តែយើងដឹងតែខ្លួនឯងតែទុកតែខ្លួនឯងយើងអត់បានចែកចាយចែករំលែកទៅអ្នកដទៃយើងក៏វាបាត់ប្រយោជន៍មួយដែរព្រោះយើងបានអានបានស្រាវជ្រាវមកហើយបានដឹងមកហើយយើងវាបាននៅត្រឹមហ្នឹងបានត្រឹមតែម្នាក់វាបានចែករំលែកទៅដល់អ្នកដទៃអញ្ចឹងបានជានៅពេលហ្នឹងខ្ញុំនៅវិទ្យុបារាំងអន្តរជាតិនោះខ្ញុំធ្វើកម្មវិធីច្រើនដែលតាក់ទងទៅនឹងការស្រាវជ្រាវប៉ុន្តែយកមកឲ្យចែករំលែកទៅដល់អ្នកដទៃ
អ្នកស្ដាប់ជួបប្រហែលតាជាតិ ចាប់ពាក់ព័ន្ធនឹងការស្រាវជ្រាវផ្នែកប្រវត្តិសាស្ត្រនោះប្រហែលជាទស្សនិកជនបានដឹងហើយគឺជារឿងមួយដែលស្មុគស្មាញហើយពិបាកយល់បន្តិចចាប៉ុន្តែនៅរាល់សំណេររបស់អាដាមឬក៏ការសិក្សាស្រាវជ្រាវរបស់អាដាមឃើញថាខ្លីហើយខ្លឹមធ្វើឲ្យអ្នកស្ដាប់អ្នកទស្សនានឹងងាយយល់មែនទែនចាតើអ្វីជាគន្លឹះនៃការស្រាវជ្រាវរបស់អាដាមចា បាទចង់បញ្ជាក់ចេះដែរថាការសរសេរឲ្យខ្លីឲ្យខ្លឹមនេះវាគឺជាមូលដ្ឋានគ្រឹះនៃអ្នកសារព័ត៌មានដូច្នេះនៅពេលដែលធ្វើការជាអ្នកសារព័ត៌មានការដែលសរសេរខ្លីឲ្យខ្លឹមនេះវាគឺជាផ្នែកមួយនៃការងារប្រចាំថ្ងៃមួយដូចទៅហើយនេះគឺជាគន្លឹះមួយហើយមួយទៀតនៅពេលនៅរៀននៅសាលាតាំងពីខ្ញុំរៀននៅច្បាប់នៅស្រុកខ្មែរឡើយដែលខ្ញុំរៀនច្បាប់នៅស្រុកខ្មែរខ្ញុំរៀនថ្នាក់ពិសេសគឺរៀនភាសាបារាំងគេមានទម្លាប់មួយថាកាលណាគេដាក់ប្រធានបទណាមួយមកគឺយើងត្រូវមានយើងខ្លួនឯងជាអ្នកសរសេរនោះទោះបីគេមិនកំណត់ក៏ដោយយើងអ្នកខ្លួនឯងជាអ្នកសរសេរយើងត្រូវកំណត់ថាតើយើងមុំយើងប៉ុណ្ណាបើយើងអ្នកសារព័ត៌មានយើងច្រើនហៅថាមុំយើងប៉ុណ្ណាតែយើងជាអ្នករៀនយើងថាតើយើងកំណត់ចំណោទបញ្ហាយើងត្រឹមណាអញ្ចឹងយើងកំណត់យើងដៅទុកជាមុនហើយយើងនិយាយអ្វីត្រឹមកម្រិតហ្នឹងដើម្បីជៀសវាងកុំឲ្យយើងអត់មានអ្វីមួយដែលជាផ្លូវនាំទេយើងនិយាយទៅបែកសាចទៅយើងវាបាត់ flow អញ្ចឹងវាបាត់ flow នៃកំណត់ធ្វើឲ្យគេពិបាកយល់អញ្ចឹងវាជាតាំងពីដើមមកយើងកំណត់ប្រធានបទយើងបង្រួមប្រធានបទឲ្យត្រឹមកម្រិតណាមួយហើយយើងត្រូវសិក្សាស្រាវជ្រាវហើយយកមកនិយាយត្រឹមកំណត់អ្វីដែលយើងបានកំណត់អត់ឲ្យបែកទៅណាទេខ្ញុំគិតទៅវាជាគោលការណ៍មួយដែលថាជាអ្នកកសែតដែរជាអ្នកកសែតទោះបីអ្នកកសែតជំនាញខាងវិទ្យាសាស្ត្រឬក៏អ្នកកសែតជំនាញខាងប្រវត្តិសាស្ត្រសេដ្ឋកិច្ចក៏ដោយជាលក្ខណៈបច្ចេកទេសដែលពិបាកយល់ហ្នឹងគេហៅមួយថាកាលណាយើងចង់ធ្វើឲ្យពន្យល់ឲ្យគេឲ្យយល់យើងត្រូវប្រកាន់គោលកំណត់មួយថាបើសិនជាយើងអ្នកកសែតល្អគឺយើងដឹងយើងជួយឲ្យគេដឹងហើយយើងយល់យើងជួយឲ្យគេយល់ពីព្រោះពេលខ្លះយើង trap នៅកំណត់មួយថាពេលយើងដឹងយើងចង់ប្រាប់គេច្រើនពេកចង់ប្រាប់គេអ្វីដែលយើងដឹងទាំងអស់អញ្ចឹងចង់និយាយថាយើងដឹងយើងប្រាប់គេឲ្យដឹងមិនមែនឬក៏យើងយល់ប្រាប់គេឲ្យយល់មិនមែនយើងយល់ប្រាប់គេឲ្យដឹងថាយើងយល់ទេចឹងតែអញ្ចឹងទៅយើងចេះតែប្រាប់គេច្រើនពេកទៅវាបាត់គេលែងពិបាកយល់ទៅវិញអញ្ចឹងវាជា discipline មួយវាជាវិន័យមួយថាយើងត្រូវកំណត់ត្រឹមកម្រិតណា cover ត្រឹមណាដោយអត់បែកសាច់ហើយមួយទៀតយើងត្រូវដាក់ចិត្តមួយថាយើងនិយាយនេះមិនមែននិយាយសម្រាប់ខ្លួនឯងទេប៉ុន្តែដោយសារតែយើងជាអ្នកសារព័ត៌មានដែរទេព្រោះពេលរាល់ពេលដែលយើងធ្វើការជាសារព័ត៌មានយើងដឹងថាពេលយើងនិយាយគឺយើងនិយាយសម្រាប់សាធារណជនជាទូទៅមិនមែននិយាយនៅក្នុងថ្នាក់រៀនទេមិនមែនសំដៅទៅលើអ្នក target របស់យើងជាសិស្សឬក៏ជាអ្នកជំនាញណាមួយទេគឺជាសាធារណជនទូទៅអញ្ចឹងយើងប្រកាន់ជាប់ជានិច្ចថាការយើងនិយាយទៅកាន់សាធារណជនទូទៅមិនប្រកាសថាជាអ្នកដែលមានជំនាញបានរៀនសូត្រឬបានជំនាញស្រាវជ្រាវខាងចំណុចដែលយើងចង់និយាយទេអញ្ចឹងជាទូទៅគឺប្រើពាក្យដែលសាមញ្ញមិនប្រើពាក្យបច្ចេកទេសហើយសុខចិត្តប្រើឃ្លាដែលវែងក៏ប៉ុន្តែឲ្យសាមញ្ញងាយយល់អញ្ចឹងបានជាទូទៅប្រធានបទឲ្យខ្ញុំស្រាវជ្រាវឬក៏យកលើកយកមកនិយាយច្រើនតែគឺខ្លីស្រួចពីព្រោះយើងត្រូវការនិយាយសម្រាយវាវែងស្រាប់ទៅហើយបើយើងយកប្រធានបទកាន់តែធំសម្រាយកាន់តែវែងទៅទៀតគឺកាន់តែយូរអញ្ចឹងត្រូវកាត់ពេលឲ្យត្រឹមល្មមហើយប្រធានបទឲ្យស្រួចដើម្បីឲ្យយើងអាចសម្រាយឃ្លាសម្រាយពាក្យហ្នឹងមិនប្រើពាក្យបច្ចេកទេសប្រើពាក្យសម្រាយនេះគឺជាចំណុចសំខាន់ដែលយើងថាកាលណាយើងស្រាវជ្រាវលក្ខណៈបច្ចេកទេសប្រវត្តិសាស្ត្រក៏ដោយច្បាប់ក៏ដោយឬក៏វិទ្យាសាស្ត្រក៏ដោយយើងត្រូវនិយាយយ៉ាងម៉េចជៀសវាងការប្រើពាក្យបច្ចេកទេសជាពិសេសបើយើងនិយាយពីច្បាប់មានពាក្យបច្ចេកទេសច្បាប់ច្រើនប្រវត្តិសាស្ត្រមិនសូវទេតែបើសិនជាវិទ្យាសាស្ត្រដូចគ្នាដែរមានពាក្យបច្ចេកទេសច្រើនប៉ុន្តែជៀសវាងការប្រើពាក្យបច្ចេកទេសសុខចិត្តប្រើឃ្លាហើយពេលខ្លះសុខចិត្តប្រើឃ្លា2 3ឃ្លាជាជាងសរសេរតែមួយឃ្លាឲ្យវាស្អាតវាមានលក្ខណៈមួយថាវាយើងនិយាយថាវាឃ្លាមួយ sexy ប៉ុន្តែគេស្ដាប់ទៅគេមិនសូវយល់សុខចិត្តសម្រាយទៅវិញនេះជាដាក់គោលកំណត់នៅពេលដែលខ្ញុំស្រាវជ្រាវខ្ញុំសរសេរគឺខ្ញុំសរសេរដាក់គោលកំណត់នឹងជាប់ជានិច្ចនៅពេលដែលខ្ញុំសរសេរអាដាមឲ្យតម្លៃយ៉ាងណាចំពោះការសិក្សាស្រាវជ្រាវផ្នែកប្រវត្តិសាស្ត្រដោយសារតែយើងសង្កេតឃើញនៅពេលបច្ចុប្បន្ននេះនិន្នាការនៃការចូលសិក្សារៀនផ្នែកប្រវត្តិសាស្ត្ររបស់យុវជនហាក់ដូចជាមានការថយចុះចា៎សម្រាប់ខ្ញុំការសិក្សាប្រវត្តិសាស្ត្រវាជាចំណុចសំខាន់ដើម្បីយល់ពីអនាគតពីព្រោះពេលខ្លះបើសិនជាយើងអត់មើលយើងអត់ស្គាល់ពីប្រវត្តិសាស្ត្រយើងឃើញហេតុការណ៍ដែលកើតឡើងបច្ចុប្បន្នយើងអត់អាចយល់បានទេពីព្រោះយើងឃើញតែមួយជ្រុងពេលបច្ចុប្បន្នយើងអត់ដឹងថាដើមឫសរបស់វាចេញមកពីណាពេលខ្លះវិវាទឬក៏សង្គ្រាមដែលកើតឡើងនៅក្នុងពេលបច្ចុប្បន្នវាចាក់ឫសពីរាប់សិបឆ្នាំមុនក៏មានឬក៏រាប់សតវត្សមុនក៏មាន
ដូច្នេះបើសិនជាយើងអត់ដឹងយើងអត់សិក្សាមើលទេយើងអត់អាចយល់ជួនកាលយើងអាចយល់ដែរប៉ុន្តែយើងយល់តែមួយជ្រុងឬក៏យើងយល់ខុសដោយសារតែយើងអត់ដឹងដើមរឿងទាំងអស់យើងមកវាប្រវត្តិសាស្ត្រគេថាយើងមើលព្រឹត្តិការណ៍មួយវាមានបរិបត្តិគឺអាចវាមានបរិបត្តិដែលជុំវិញបច្ចុប្បន្នប៉ុន្តែវាអាចជាបរិបត្តិពីអតីតកាលចុះនិយាយយល់ពីបរិបត្តិអតីតកាលយើងត្រូវសិក្សាអំពីប្រវត្តិសាស្ត្រគេតែងតែនិយាយថាប្រវត្តិសាស្ត្រគឺជាចំណុចគន្លឹះដើម្បីស្វែងយល់អំពីបច្ចុប្បន្នហើយនឹងអាចប្រមាលមើលទៅអនាគតព្រោះវាមានគេហៅថាវាមានភាសាអង់គ្លេសថា trajectory ដំណើរដើមរឿងពេលខ្លះវាមានពីបច្ចុប្បន្នមកដល់អនាគតយើងដឹងថាវាដំណើរកន្លងរបស់វាយ៉ាងម៉េចចឹងយើងអាចប្រមាលមើលទៅអនាគតបានជាបើសិនជាអត់ទេយើងមើលទៅឃើញថាមួយផ្នែកមួយជ្រុងណាមួយនៃពេលបច្ចុប្បន្ននេះទេយើងមិនអាចយល់ជំរឿពីអ្វីដែលសល់ពីប្រវត្តិសាស្ត្រមកហើយយើងពិបាកនឹងសម្លឹងមើលទៅអនាគតចេះការសិក្សាប្រវត្តិសាស្ត្រវាមានសារៈសំខាន់ចាការលើកឡើងរបស់យុវជនមួយចំនួនដែលគាត់មិនចូលចិត្តរៀនប្រវត្តិសាស្ត្រដោយសារគាត់គិតថាជារឿងស្មុគស្មាញសម្រាប់អាដាមដែលមានចំណុចចិត្តលើផ្នែកនេះនៅរាល់ពេលដែលយើងសិក្សាស្រាវជ្រាវទៅលើករណីអីមួយតើវាពិតជាស្មុគស្មាញបែបនឹងមែនហើយអាដាមជំនះបែបណាដើម្បីអាចឈានទៅសម្រេចលទ្ធផលល្អខ្ញុំគិតថាការសិក្សាស្រាវជ្រាវមិនថាប្រវត្តិសាស្ត្រមិនថាច្បាប់មិនថាខាងវិទ្យាសាស្ត្រសេដ្ឋកិច្ចទេវាសុទ្ធតែស្មុគស្មាញទាំងអស់សំខាន់ថាតើយើងសិក្សាស្រាវជ្រាវយើងចង់ដឹងទៅលើចំណុចអីចង់និយាយថាយើងសិក្សាប្រវត្តិសាស្ត្រយើងមិនមែនសិក្សាប្រវត្តិសាស្ត្រដើម្បីសិក្សាប្រវត្តិសាស្ត្រទេយើងសិក្សាស្រាវជ្រាវទៅលើប្រវត្តិសាស្ត្រយើងដាក់ចិត្តថាយើងចង់ដឹងពីអ្វីទៅយើងចង់ដឹងនៅពេលដែលយើងចង់ដឹងយើងមើលយើងស្រាវជ្រាវមើលទៅប្រវត្តិសាស្ត្រវាមិនស្មុគស្មាញជាងការសិក្សាស្រាវជ្រាវអ្វីផ្សេងទៀតទេហើយខ្ញុំគិតថាការសិក្សាប្រវត្តិសាស្ត្រប្រហែលជាខ្លះមានអ្នកខ្លះអាចយល់ច្រឡំថាយើងត្រូវការចាំខ្ញុំចង់បញ្ជាក់ចិត្តថាខ្ញុំបើសិនជាការចាំរបស់ខ្ញុំវិញគឺខ្ញុំខ្សោយបំផុតខ្ញុំអត់ចាំទេការបរិច្ឆេទក៏ខ្ញុំមិនសូវជាចាំដែរគឺតតែទៅ check មើលឡើងវិញអញ្ចឹងការសិក្សាពីប្រវត្តិសាស្ត្រវាមិនសំដៅសំខាន់ទៅលើថាត្រូវតែចាំទេយើងសិក្សាប្រវត្តិសាស្ត្រក៏វាមិនជាចាំបាច់ថាយើងទៅតែមើលតែហេតុការណ៍ដែរខ្ញុំឲ្យឧទាហរណ៍មួយអំពីអ្វីដែលការសិក្សាប្រវត្តិសាស្ត្រដែលយើងដឹងចាំពីហេតុការណ៍ហើយនឹងអ្វីដែលខ្ញុំទៅរៀននៅសូបារាំងជួនកាលវាកម្រិតវាខុសគ្នាប្រហែលជាថ្នាក់ត្រឹមអនុវិទ្យាល័យយើងនៅសិក្សាអំពីហេតុការណ៍ត្រូវការចាំការបរិច្ឆេទដំណើរដើមរឿងក៏ប៉ុន្តែទៅដល់កម្រិតមួយគឺគេត្រូវការឲ្យយើងសិក្សាយល់អំពីអត្ថន័យនៃប្រវត្តិសាស្ត្រហេតុការណ៍យើងដឹងហើយប៉ុន្តែសួរតើហេតុការណ៍នោះវាមានអត្ថន័យយ៉ាងម៉េចអញ្ចឹងយើងវាអត់ពេលខ្លះយើងទៅសិក្សាស្រាវជ្រាវយើងស្វែងយល់អំពីអត្ថន័យនៃហេតុការណ៍ដែលបានកើតឡើងពីអតីតកាលហ្នឹងប៉ុន្តែមិនកំណត់ថាចាំបាច់ត្រូវតែចាំវាកើតឡើងនៅឆ្នាំនេះឬកើតឡើងនៅឆ្នាំនោះថ្ងៃការបរិច្ឆេទនេះទេជាទូទៅសម្រាប់ខ្ញុំពេលដែលខ្ញុំសិក្សាពីប្រវត្តិសាស្ត្រស្រាវជ្រាវឬក៏ចាំដំណើររឿងខ្ញុំពិចារណាខ្ញុំចាំតែការធៀបទេខ្ញុំដឹងថាហេតុការណ៍នេះវាកើតឡើងក្រោយហេតុការណ៍នេះឬក៏មុនហេតុការណ៍នេះដើម្បីឲ្យដឹងថាតើហេតុការណ៍នេះវាជាដើមហេតុដែលនាំឲ្យមានហេតុការណ៍នេះឬក៏ហេតុការណ៍នេះវាជាដើមហេតុដែលនាំឲ្យមួយណាជាដើមហេតុមួយណាជាផលវិបាកអញ្ចឹងយើងគ្រាន់អាចដឹងថាមួយណាកើតមុនមួយណាកើតក្រោយក៏ប៉ុន្តែឲ្យតែចាំថានេះវាកើតថ្ងៃនេះខែនេះឆ្នាំនេះយើងមិនមានភាពចាំបាច់ត្រូវតែចាំទាំងអស់នោះទេហើយមួយទៀតការសិក្សាស្រាវជ្រាវពីប្រវត្តិសាស្ត្រយើងត្រូវដាក់គោលគំនិតថាតើយើងចង់ដឹងអំពីចំណុចអីចង់ដឹងពីហេតុការណ៍អីអំពីអត្ថន័យរបស់វាយ៉ាងម៉េចយើងដាក់គោលដៅទៅហើយយើងសិក្សាស្រាវជ្រាវបានយើងពេលស្រាវជ្រាវទៅយើងដេញថាតើយើងទៅឃើញវាហើយយើងដេញពីមួយទៅមួយវាងាយស្រួលនឹងយល់ពីហេតុការណ៍ហ្នឹងបើសិនជាយើងអត់មានគោលដៅទេយើងគ្រាន់តែដល់យើងកាន់សភៅមកក្បាលយើងថាឥឡូវរៀនប្រវត្តិសាស្ត្រពិភពលោកយើងកាន់សភៅមកក្បាលអំពីដាក់មកប្រវត្តិសាស្ត្រពិភពលោកហើយយើងអង្គុយអានយើងអត់ដឹងថាយើងចេះតែអានតែយើងអត់មានគោលដៅថាយើងចង់ដឹងពីចំណុចអីទេអានឹងវាស្មុគស្មាញហើយតែបើសិនយើងដាក់ចិត្តថាយើងទៅសិក្សាស្រាវជ្រាវចង់ដឹងពីអ្វីយើងគោលដៅយើងអាចដាក់ធំយើងអាចដាក់តូចប៉ុន្តែត្រូវតែមានគោលដៅថាយើងចង់ដឹងពីអីបានយើងងាយស្រួលក្នុងការសិក្សាស្រាវជ្រាវព្រោះយើងទៅស្រាវជ្រាវយើងទៅរកឯកសារដើម្បីឆ្លើយទៅនឹងចម្ងល់ដែលយើងចង់ដឹងអញ្ចឹងខ្ញុំគិតថាវាអត់មានបញ្ហាអីស្មុគស្មាញជាងការសិក្សាស្រាវជ្រាវទៅលើប្រធានបទផ្សេងទៀតទេប្រវត្តិសាស្ត្រក៏ដូចអីប្រធានបទផ្សេងទៀតដែរអញ្ចឹងគឺខ្ញុំមិននិយាយថាវាសាមញ្ញទេក៏ប៉ុន្តែវាទាមទារចាំបាច់នៅការវិភាគស្រាវជ្រាវរកទិន្នន័យឲ្យមកវិភាគប៉ុន្តែវាមិនស្មុគស្មាញជាងការសិក្សាស្រាវជ្រាវទៅលើប្រធានបទផ្សេងទេចាអរគុណអាដាមងាកទៅការសិក្សានៅប្រទេសបារាំងវិញក្រៅពីការសិក្សាតើអាដាមមានធ្វើកិច្ចការងារអ្វីនេះទៅហើយអាដាមសិក្សាក៏ដូចជារស់នៅប្រទេសបារាំងរយៈពេលប្រហែលឆ្នាំដែរចា៎ហើយគិតជាសរុបទៅខ្ញុំរស់នៅប្រទេសបារាំង20ឆ្នាំ
តែចិត្ត20ឆ្នាំចោះព្រោះខ្ញុំទៅពាក់កណ្ដាលឆ្នាំ2004ខ្ញុំត្រឡប់មកវិញចុង2023ចឹងនៅសល់ប្រហែលថា9ដល់10ឆ្នាំកន្លះចឹងនៅទីនោះខ្ញុំទៅរៀនហើយក្នុងពេលដែលកំពុងរៀនខ្ញុំធ្វើការពេលដែលតំណេពីរៀនសូត្រខ្ញុំធ្វើការខ្លះពេលនោះខ្ញុំចុងពីដូចខ្ញុំបានបញ្ជាក់ចុងឆ្នាំ2006ទៅខ្ញុំចាប់ផ្ដើមធ្វើការពេលតំណេធ្វើការខ្លះនៅវិទ្យុបារាំងតាជាតិប៉ុន្តែខ្ញុំមានក៏ធ្លាប់បានធ្វើការនៅបកប្រែនៅតុលាការដែរពេលដែលជនជាតិខ្មែរយើងនៅស្រុកបារាំងគាត់ដាក់ពាក្យសុំសិទ្ធិជ្រកកោនក៏ប៉ុន្តែត្រូវបានអាជ្ញាធរបដិសេធគាត់អាចមានសិទ្ធិប្តឹងទៅតុលាការដើម្បីជំទាស់ទៅនឹងការសម្រេចរបស់អាជ្ញាធរដែលមិនផ្ដល់សិទ្ធិជ្រកកោនហ្នឹងដូច្នេះគាត់ទៅតុលាការគាត់ត្រូវមានអ្នកបកប្រែដោយសារគាត់អត់ចេះបារាំងអញ្ចឹងខ្ញុំម្ដងម្កាលមានតម្រូវការប្រជាពលរដ្ឋខ្មែរយើងដែលគាត់ត្រូវការអ្នកបកប្រែពីខ្មែរទៅបារាំងពីបារាំងទៅខ្មែរនៅតុលាការហ្នឹងខ្ញុំក៏ធ្លាប់ទៅធ្វើជាអ្នកបកប្រែនៅតុលាការដែរគឺតុលាការជំនាញខាងសិទ្ធិជនភៀសខ្លួននៅស្រុកបារាំងក្រៅពីនោះគឺខ្ញុំមិនមានធ្វើការអីផ្សេងទេគឺការងារតាំងពីដើមមករៀនមកមិនតន់ទាំងចប់ផងធ្វើការនៅវិទ្យុបារាំងអញ្ចឹងធ្វើការនៅវិទ្យុបារាំងនោះរហូតមកទល់នឹងពេលដែលខ្ញុំឈប់ហើយមកត្រឡប់មកស្រុកខ្មែរវិញឆ្នាំ2000ចុងឆ្នាំ2023ចារយៈពេលសិក្សានិងការរស់នៅប្រទេសបារាំងរយៈពេលជិត20ឆ្នាំគឺជារយៈពេលយូរមែនតើចាអាដាមមើលឃើញថាយុវវ័យនៅទីនោះហើយនឹងយុវវ័យនៅស្រុកខ្មែរយើងដោយសារតែប្រទេសគេជាប្រទេសដែលអភិវឌ្ឍហើយប្រទេសជឿនលឿនយើងអាដាមសង្កេតឃើញថាមានភាពខុសប្លែកគ្នាបែបណាទៅលើការសិក្សាស្រាវជ្រាវទៅលើការសិក្សារៀនសូត្រអ្វីផ្សេងៗទៀតចាចំពោះយុវវ័យចំណុចមួយដែលខ្ញុំឃើញថាមិនជាខុសគ្នាប្រហែលទេចំណុចមួយគឺចូលចិត្តសប្បាយនៅនោះយុវជននៅបារាំងសិស្សដែលរៀននៅសាកលវិទ្យាល័យក៏គេចូលចិត្តសប្បាយដែរពេលដែលរៀនគេរៀនពេលដែលគេសប្បាយគេសប្បាយអញ្ចឹងកន្លែងនេះខ្ញុំគិតថាជាចំណុចដែលខុសគ្នាចូលចិត្តសប្បាយក៏ប៉ុន្តែពេលរៀនគឺគេរៀនពេលដែលសប្បាយមកគេសប្បាយហើយពេលមួយខ្ញុំទៅដល់ខ្ញុំមានការចាប់អារម្មណ៍មួយដោយសារយើងត្រូវរត់តាមគេយើងឆ្លងប្រទេសផងយើងត្រូវសម្របខ្លួនទៅនឹងការរស់នៅថ្មីផងហើយការភាសាយើងក៏មិនភាសាកំណើតហើយពេលដែលយើងទៅរៀនវិទ្យាសាស្ត្រនយោបាយយើងដឹងថាយើងនៅខ្វះមូលដ្ឋានគ្រឹះច្រើនដែលគេរៀនតាំងពីថ្នាក់វិទ្យាល័យទៅដូចជាផ្នែកសង្គមវិទ្យាប្រវត្តិសាស្ត្រហើយនិងទស្សនវិជ្ជាយើងត្រូវទៅអានសៀវភៅឡើងវិញអញ្ចឹងយើងអត់សូវមានពេលទេតែយើងសង្កេតឃើញថានៅពេលដែលគេវិញគេរៀនចំណែកយើងត្រូវដេញតាមគេយើងសៅរ៍អាទិត្យក៏យើងរៀនដែរពេលខ្លះតែបើឃើញកូនបារាំងវិញគេរៀនពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រតែគេរៀនណាគេចូលតែអង្គុយតែបណ្ណាល័យរៀនក៏ប៉ុន្តែតែយប់ល្ងាចថ្ងៃសុក្រឡើងទោះបីជានៅសល់ homework អីក៏ដោយគឺគេបោះចោលហើយគេទៅរួមមួយគេទៅផ្ទះលេងគ្រួសារបងប្អូនឬក៏គេទៅដើរលេងណាត់មិត្តភ័ក្តិចេញទៅដើរលេងទៅហាងទៅអីចឹងទៅហើយថ្ងៃសៅរ៍អាទិត្យឡើងខ្ញុំកម្រឃើញកូនបារាំងមកអង្គុយធ្វើការណាគឺគេទៅដើរលេងគេទៅជួបជុំគ្រួសារហើយសុខចិត្តពេលខ្លះមកដល់វិញថ្ងៃច័ន្ទហើយគេចាប់ផ្ដើមទៅពេលខ្លះ assignment ធ្វើអត់ហើយក៏គ្រូស្ដីឲ្យខ្លះចឹងទៅក៏ប៉ុន្តែគេដាក់ចិត្តថាបើសិនជាពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រគឺគេរៀននឹងតែម្ដងអង្គុយនៅបណ្ណាល័យអោបសៀវភៅម្នាក់អោបសៀវភៅពេលខ្លះបាយថ្ងៃត្រង់នេះកាន់តែសាំងវិញឈ្មោះញ៉ាំបណ្ដាកាន់អានសៀវភៅបណ្ដាក៏ប៉ុន្តែដល់ពេលដែលគេសប្បាយគឺគេសប្បាយហើយអានេះជាចំណុចមួយដែលខ្ញុំកត់សម្គាល់ហើយការសិក្សាស្រាវជ្រាវខ្ញុំគិតថាបើជាការខំប្រឹងវិញខ្ញុំគិតថាដូចជាពីច្រើនខ្ញុំឃើញសិស្សខ្មែរយើងផ្សេងទៀតគេខំប្រឹងចង់ជាងកូនបារាំងប៉ុន្តែដោយសារយើងប្រឹងទៅដោយសារតែគេមានមូលដ្ឋានហើយជាងគេអត់ចាំបាច់ប្រឹងខ្លាំងដូចយើងតែយើងជើងប្រឹងខ្លាំងជាងគេហើយមួយទៀតខ្ញុំគិតថាយើងបើជាកូនខ្មែរឬកូនអាស៊ីហាក់ដូចជាមានផ្នត់គំនិតមួយប្រកួតប្រជែងបន្តិចថាចង់បានប៉ាកែចង់បានលេខ1នៅក្នុងថ្នាក់តែបើសិនជាកូនបារាំងវិញគេមិនសូវជាគិតរឿងចំណាត់ថ្នាក់ប្រហែលទេខ្ញុំនិយាយហ្នឹងមិនថាគេមិនរៀនគេមិនចង់ចេះចង់ដឹងទេប៉ុន្តែគេរៀនគេផ្ដោតសំខាន់ទៅលើបើណាគេស្រាវជ្រាវលើអីមួយគេផ្ដោតសំខាន់ថាចង់ធ្វើអាហ្នឹងទៅដើម្បីគេចង់ដឹងចង់យល់ពីហ្នឹងជាថ្នាក់វិស្វករវិទ្យាល័យគេលែងសូវគិតពីរឿងចំណាត់ថ្នាក់គេលែងសូវគិតពីបន្ទុកទៀតហើយអញ្ចឹងពេលដែលគេបានបន្ទុកតិចជួនកាលគេមិនសប្បាយចិត្តដោយសារតែគេធ្វើការងារនឹងមិនល្អប៉ុន្តែគេកម្រថាងសប្បាយចិត្តដោយសារអត់បានបន្ទុកច្រើនទេមិនសូវទេតែគេផ្ដោតសំខាន់ទៅលើថាតើដាក់ប្រធានបទហ្នឹងមកខ្លួនឯងធ្វើហ្នឹងវាបានស្កប់ចិត្តនឹងអ្វីដែលគ្រូដាក់មកហ្នឹងជាចម្ងល់ជាចំណោទតើយើងមានចម្លើយយើងមានដំណោះស្រាយទៅនឹងចំណោទហ្នឹងដែរឬក៏អត់ខ្ញុំឃើញ
អានេះខ្ញុំមិនអាចវាតម្លៃទូទៅប៉ុន្តែកន្លែងនេះខ្ញុំរៀនសាលាខ្ញុំរៀនប៉ុន្តែវាជាលក្ខណៈពិសេសដែរដោយសារជាសាលាខ្ញុំរៀនហ្នឹងវាជាសាលាមួយដែលវាមាន culture អញ្ចឹងដែរកូនសិស្សមករៀនហ្នឹងវាសាលាវិទ្យាសាស្ត្រនយោបាយនៅប៉ារីហ្នឹងវាមាន culture មួយអញ្ចឹងដែរគឺសិក្សាស្រាវជ្រាវទៅសប្បាយចិត្តស្កប់ចិត្តនឹងអ្វីដែលថាដាក់ជាគ្រូដាក់ជាចំណោទមកយើងអាចឆ្លើយយើងមានដំណោះស្រាយទៅនឹងចំណោទហ្នឹងអញ្ចឹងយើងសិក្សាស្រាវជ្រាវយើងផ្ដោតទៅលើដោះស្រាយចំណោទមួយហ្នឹងហើយស្កប់ចិត្តខ្លួននឹងខ្លួនឯងដែលរកឃើញចំណោទហ្នឹងប៉ុន្តែរឿងបន្ទុកគឺមិនសូវទេប៉ុន្តែបើកូនខ្មែរកូនអាស៊ីដូចជាវៀតណាមឬក៏ដូចជាជប៉ុនទៅរៀននៅក្នុងសាលាហ្នឹងដែរភាគច្រើនអាស៊ីយើងមានផ្នត់គំនិតមួយរឿងចង់បានបន្ទុកច្រើនហ្នឹងខ្ញុំគិតជាការកត់សម្គាល់មួយប៉ុន្តែតើបើនិយាយពីយុវជនអានេះខ្ញុំនិយាយពីសិស្សអាស៊ីយើងនៅស្រុកបារាំងប៉ុន្តែតើនៅស្រុកខ្មែរយើងនៅទីនេះវាខុសគ្នាយ៉ាងណាអាហ្នឹងវាជាវាជាខុសគ្នាវាខុសគ្នាច្រើនយើងពិបាកនឹងយកចំណុចណាមួយដែលខុសគ្នាយកមកចង្អុលពីព្រោះទី1ជាប្រទេស2ខុសគ្នាមួយប្រទេសនៅអាស៊ីគ្រាន់តែអាស៊ីនិងអឺរ៉ុបយើងគ្រាន់តែអាស៊ីនិងអាស៊ីវាប្រទេសមួយទៅប្រទេសមួយអាស៊ីនិងអាស៊ីវាខុសគ្នាបាត់ទៅហើយតម្រាំតែប្រទេសមួយនៅអាស៊ីហើយប្រទេសមួយទៅនៅអឺរ៉ុបខុសគ្នាច្រើនប្រទេសមួយនៅអាស៊ីដូចជាប្រទេសខ្មែរយើងដែលមានការអភិវឌ្ឍនៅកម្រិតទៀតនៅឡើយជាមួយនឹងប្រទេសមួយនៅអឺរ៉ុបហើយមានការអភិវឌ្ឍខ្ពស់អញ្ចឹងវាកាន់តែខុសគ្នានឹងទៅទៀតហើយផ្នត់គំនិតគឺមិនដូចគ្នាទេជាវប្បធម៌កំថាឡើយដល់តែយុវជនគេថាប្រជាជនវប្បធម៌ខ្មែរនិងវប្បធម៌បារាំងគឺមិនដូចគ្នាទេអញ្ចឹងវាចំណុចខុសគ្នាវាច្រើនចាមានចំណុចល្អឬក៏ចំណុចវិជ្ជមានអីដែលអាដាមចង់ឲ្យយុវជនយើងអាចយកគំរូតាមយុវជននៅប្រទេសបារាំងចាចំណុចមួយខ្ញុំតែងតែគិតពេលដែលខ្ញុំទៅដល់ស្រុកបារាំងវាជាចំណុចដែលជាអាចនឹងវិជ្ជមានឬក៏អវិជ្ជមានរវាងវប្បធម៌ពីរហ្នឹងមិនថាខ្មែរបារាំងទេមិនថាជាខ្មែរឬក៏អាស៊ីជាមួយនឹងអឺរ៉ុបគឺតកតងទៅនឹងសេរីភាពហើយនឹងវិន័យនៅអឺរ៉ុបគឺជាប្រទេសដែលឲ្យតម្លៃទៅលើសេរីភាពខ្លាំងហើយមិនសូវជាមានវិន័យទេនៅអាស៊ីយើងគឺផ្ដោតសំខាន់លើវិន័យហើយបើសិនជានៅខ្មែរក៏សូម្បីតែនៅខ្មែរយើងក៏គិតថាប្រៀបធៀបទៅនឹងប្រទេសផ្សេងក៏វិន័យហ្នឹងច្រើនដែរបើយើងមើលទៅជប៉ុនវិញគឺវិន័យជាងហ្នឹងទៅទៀតចំណុចពីរនេះវាមានផលវិជ្ជមាននិងអវិជ្ជមានកាលណាយើងមានគេថាសេរីភាពច្រើនពេកយើងខ្វះវិន័យអញ្ចឹងវាคล้ายទៅជារឿងមួយអនាធិបតេយ្យក៏ប៉ុន្តែបើសិនជាយើងវិន័យហ្នឹងវាតឹងរឹងខ្លាំងពេកពិធីការវាច្រើនពេកយើងបាត់បង់នៅចំណុចមួយគេថាជាគំនិតច្នៃប្រឌិតថ្មីយើងคล้ายទៅជាផ្នត់គំនិតវាបង្កើតនៅផ្នត់គំនិតមួយថាសង្គមយើងបែបហ្នឹងយើងធ្វើបែបហ្នឹងអញ្ចឹងយើងអត់អាចដើរទៅរកអ្វីថ្មីមួយទេហើយមានមួយទៀតយើងទោះបីជាការបង្រៀននៅស្រុកខ្មែរយើងចឹងដែរយើងឃើញការបង្រៀនយើងហៅថាគ្រូបង្រៀនឲ្យចេះដូចគ្រូមិនតែអាហ្នឹងគាត់ថាយើងគាត់ថាលើកសម្ដីសម្ដៅហ្នឹងគឺយើងមើលទីឃើញពាក្យមួយគេហៅថា conformist ដែលយើងធ្វើឡើងពីមុនយើងធ្វើមិនយើងធ្វើតាមលំនាំបែបហ្នឹងពីចំនួនមុនពីចំនួនចាស់មុនមកដល់ចំនួនក្រោយពីគ្រូនិងសិស្សអញ្ចឹងយើងបាត់អញ្ចឹងវិន័យច្រើនពេកយើងបាត់នៅសេរីភាពមួយដែលនាំឲ្យយើងបង្កើតអ្វីមួយដែលថ្មីយើងដើរប្រាស់យើងអាចនាំឲ្យយើងអាចហ៊ានដើរចាកពីអ្វីដែលជាកន្លងចាស់ពីព្រោះពេលខ្លះយើងដើរចាកពីកន្លងចាស់មិនប្រកាសថាដើរទៅវាអាចអាក្រក់ជាងមុនប៉ុន្តែវាអាចល្អជាងមុនអញ្ចឹងបើសិនជាការដែលដើរតែតាមគ្នារហូតមកយើងអត់មានយើងពីមួយទៅមួយគឺយើងនៅដដែលអញ្ចឹងយើងអត់អាចមានគេហៅថាការដំណើរវិវត្តទេយើងខ្វះនៅ progress អញ្ចឹងពីហ្នឹងវាត្រូវមានខ្ញុំមើលទៅឃើញវាមានតុល្យភាពត្រូវសំទោសយើងត្រូវឲ្យមានតុល្យភាពយើងកុំឲ្យថាវិន័យតឹងរឹងពេកធ្វើតែតាមអ្វីដែលធ្វើរៀងមកហើយក៏មិនមានសេរីភាពខ្លាំងពេកដែលកាលណាមានសេរីភាពខ្លាំងពេកយើងអាចបង្កើតថ្មីក៏ប៉ុន្តែចង់និយាយថាយើងខ្វះយើងនាំឲ្យយើងខ្វះសណ្ដាប់ធ្នាប់អញ្ចឹងវាคล้ายទៅជារឿងអនាធិបតេយ្យហើយជាចំណុចមួយខ្ញុំគិតថាជាចំណុចវិជ្ជមាននៅពេលដែលយើងមានគេហៅថាវប្បធម៌ពីរយើងអាចចំបាច់បញ្ចូលគ្នាហើយយើងអាចមើលពីចំណុចវិជ្ជមាននិងចំណុចអវិជ្ជមានពីព្រោះយើងនៅពេលហ្នឹងហើយយើងអាចមើលឃើញអំពីអ្វីដែលជាចំណុចល្អរបស់ culture មួយនេះរបស់វប្បធម៌មួយនេះផ្នត់គំនិតមួយនេះហើយនឹងអ្វីដែលជាចំណុចល្អនិងចំណុចអវិជ្ជមាននៃវប្បធម៌មួយទៀតអញ្ចឹងយើងអាចមើលដឹងថាអ្វីដែលយើងមើលទៅឃើញថាអវិជ្ជមានយើងបោះចោលទៅយើងយកចំណុចវិជ្ជមានយកមកហើយយើងផ្សំចូលគ្នាទៅ
dương đừng mơ tới thà vì dương mình vì nấy kháng pé hai dương còn mình thu rồi lông kháng pé dương miền từ bôi nhom chăm tại chăm tới chăm riêng ở sọc mai đấy xong bay tại cho nên như cao bị phía miền cao bị phía ở sả lá hay miền cao bị phía ở tẻ chăm miền cao bị phía mà đọc thế nhom tăng pi màu để trong sầm lá có nhom đã cao bị phía này nhom riêng hai màu nên nhom sầm lá hai nhom riêng tiết nhom đã cao bị phía hai pé tao đó sọc ráng rồi trong nơi đã bằng to cả đã cao bị phía này cho mình thấy đó pé trong đấy khá dân cơ tha pé để dân slot mình chăng từ lừa vậy để dân phứ hay từ lừa vậy để mật phép sinh tiền để không thằng nào kết phứ dân cơ tha pé khá dân đại vì này khang pé dân ở kết tranh từ đó ca sờ bái dân ở từ đó ca cầm san dân ở từ đó ca làm hái ca sắc xa bao dân cứ ban trăm tài màu thì tại việc phá và sự tập hiệp chân chân coi riêng bay màu là pé để dân stress dân ở miền ca làm hái dương riêng bay máu dương cùng loạn coi thay nhưng sớm ai chết đã ngày nâng coi riêng bàn bay màu và lại phần tái phải là tập hiệp này bay máu để dương coi riêng nó mìnhប្រកាស ថាយើងស្មើនឹងយើងរៀនតែ1ម៉ោងប៉ុន្តែដែលមានចិត្តជ្រះថ្លា relax លំហែទេអញ្ចឹងនៅពេលដែលយើងគិតថាយើងដាក់វិន័យខ្លួនឯងខ្លាំងពេកក៏វាមិនប្រកាសថាបានផលិតភាពដូចអ្វីដែលយើងចង់បានដែរយើងបានតែបរិមាណទេអញ្ចឹងខ្ញុំគ្រាន់តែចំណុចនេះមួយដែលខ្ញុំអាចដកបទពិសោធន៍ភ្លាមនៅពេលដែលខ្ញុំទៅខ្ញុំរៀនបានប្រហែលជាមកឈរមីអញ្ចឹងទៅខ្ញុំបដូរចុះថ្ងៃសៅរ៍ទឹកឡើងខ្ញុំធ្វើដូចកុំបរាយខ្ញុំអត់ទៅអង្គុយរៀនអីទេតែយ៉ាងច្រើនខ្ញុំរៀនល្ងាចថ្ងៃសុក្រមួយទៀតគឺកូនបរាខ្លះល្ងាចសុក្រគេរៀនខ្ញុំរៀនល្ងាចថ្ងៃសុក្រមួយទៀតថ្ងៃសៅរ៍ថ្ងៃអាទិត្យខ្ញុំទៅរកមិត្តភក្តិយើងខ្មែរដែលនៅក្នុងដើម្បីទៅដើរលេងទៅញ៉ាំអីជុំគ្នាឬក៏ទៅទាត់បាល់អីចឹងទៅឲ្យវាមានកន្លែងមួយថាវាយើងរៀនពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រឲ្យយើងមានអីមួយរំតឹងថាអូខេខ្ញុំរៀនហ្នឹងគឺខ្ញុំប្រឹងអស់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រដោយសារខ្ញុំមិនដឹងថាថ្ងៃសៅរ៍អាទិត្យគឺខ្ញុំបានសម្រាលចាំថ្ងៃច័ន្ទចាំចាប់ផ្ដើមឡើងម្ដងទៀតឲ្យវាមានអីមួយដែលវា break អញ្ចឹងបើសិនជាយើងទៅយើងសិក្សាយើងរៀនយើងស្រាវជ្រាវអីក៏ដោយយើងម៉ោងយើងដាក់ប៉ុណ្ណឹងប៉ុន្តែយើងមានផលិតភាពខ្ពស់ជាងធ្វើទៅរហូតប៉ុន្តែយើងអត់ full capacity ចាអាដាមត្រង់ចំណុចនេះពាក់ព័ន្ធនឹងសិស្សដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេសវាច្រើនគាត់បានលើកឡើងពីការសិក្សានៅទីនោះគឺថាដោយសារតែយើងពាក់ព័ន្ធទៅនឹងភាសាផងភាគច្រើនសិស្សគឺថាត្រូវរត់តាមសិស្សបរទេសហើយដោយអាដាមលើកឡើងមិញថាថ្ងៃសម្រាប់យើងត្រូវសម្រាប់ប៉ុន្តែយូរទៅសិស្សនិស្សិតដែលបានទៅរៀននៅទីនោះភាគច្រើនគាត់ប្រឹងរៀនមែនតើចឹងនិយាយថាគាត់សឹងតែគ្មានពេលសម្រាប់ហាក់ដូចជាផ្ទុយពីការលើកឡើងរបស់អាដាមបាញ់មិញចាបាទស៊ីសងលើយើងដាក់ចិត្តខ្លួនឯងតើយើងចង់ដើរផ្លូវមួយណាដែលមានប្រសិទ្ធភាពជាងខ្ញុំដូចគ្នាមួយថាមួយឈុំមានដំបងខ្ញុំនិយាយអ្វីដែលខ្ញុំនិយាយហ្នឹងគឺក្រៅមកទៀតណាមួយដោយសារតែក្រៅមកទៀតខ្ញុំបានរៀងសម្របខ្លួនទៅហើយផងប៉ុន្តែមួយឈុំមានដំបងដែលយើងជាប់ទម្លាប់អ្វីដែលយើងធ្លាប់ធ្វើផងហើយណាមួយវាពិបាកផងខ្ញុំត្រូវទៅអានសៀវភៅទស្សនវិជ្ជាសង្គមវិទ្យាពីថ្នាក់វិទ្យាល័យមកវិញខ្ញុំរត់ចង់ថាយើងរត់តាមគេចឹងមួយឈរមានដំបូងខ្ញុំក៏មិនសូវជាបានសម្រាប់ប្រហែលដែរតែបន្តមកទៀតខ្ញុំកន្លែងហ្នឹងដែលខ្ញុំចង់ឲ្យជាបទពិសោធន៍អ្វីដែលខ្ញុំធ្វើរវាងឈរមាសទី1និងឈរមាសទី2វាមានកត្តា2បូកបញ្ចូលគ្នាកត្តាទី1ខ្ញុំបានសម្របខ្លួនខ្លះហើយផងប៉ុន្តែកត្តាមួយទៀតគឺការដាក់ចិត្តថាយើងអង្គុយរៀន3ម៉ោងបើសិនជាយើងមិនបានសម្រាកមិនបានលំហែខួរក្បាលយើងអត់ fresh ទេយើងមិនប្រកាសថាអង្គុយរៀន3ម៉ោងបានផលស្មើនឹងរៀន1ម៉ោងកន្លះក៏ប៉ុន្តែ1ម៉ោងកន្លះហ្នឹងយើងខួរក្បាលយើងបានលំហែខួរក្បាលយើង fresh ទេអញ្ចឹងជាអ្វីដែលខ្ញុំចង់ចែកចាយហ្នឹងគឺបទពិសោធន៍បែបហ្នឹងឯងព្រោះខ្ញុំមើលឃើញភាពខុសគ្នារវាងអ្វីដែលខ្ញុំធ្វើពីដំបូងដែលគិតតែរៀនអង្គុយម៉ោងរៀនពេលខ្លះរៀនដល់អត់គេងក៏មានដែរប៉ុន្តែវាអត់សូវបានផលដោយតែយើងបានសម្រាប់ទេអាហ្នឹងជាចំណុចសំខាន់ដែលជាបទពិសោធន៍ដែលខ្ញុំចង់ចែកចាយចាពាក់ព័ន្ធទៅនឹងការជំរុញទឹកចិត្តដល់យុវវ័យយើងឲ្យងាកទៅសិក្សាស្រាវជ្រាវផ្នែកប្រវត្តិសាស្ត្រឬក៏វិទ្យាសាស្ត្រឲ្យបានកាន់តែច្រើនជាងមុនចាអាដាមមានអ្វីជាការជំរុញទឹកចិត្តដល់ពួកគាត់ចាការជំរុញទឹកចិត្តវាមានសំខាន់ការជំរុញទឹកចិត្តពីអ្នកដទៃវាគ្រាន់តែជាកត្តាតូចមួយទេសំខាន់គឺតើម្នាក់គាត់គឺចិត្តខ្លួនឯងយើងចង់រៀនយើងចង់យល់អំពីអ្វីហើយក្នុងមួយជីវិតយើងមិនអាចយល់បានទាំងអស់ហើយយើងប្រកាសជាមានចំណង់ចំណូលចិត្តទៅលើអីមួយយើងចង់ដឹងយើងចង់មានចំណង់ចំណូលចិត្តយល់ពីប្រវត្តិសាស្ត្រ
ឬក៏ពីបច្ចេកវិទ្យាឬពីវិទ្យាសាស្ត្រពីអវកាសអញ្ចឹងសំខាន់ថាយើងធ្វើអ្វីដែលយើងខ្លួនឯងមានចំណង់ចំណូលចិត្តនឹងធ្វើមានអ្វីដែលយើងចង់យល់មានអ្វីដែលយើងចង់រៀនអាហ្នឹងជាចំណុចសំខាន់ទី1ហើយអ្វីដែលខ្ញុំនិយាយជាការជំរុញទឹកចិត្តពីខ្ញុំពីអ្នកយើងពីអ្នកក្រៅនៅពេលដែលយើងចង់យល់យើងចង់ស្វែងយល់ពីអ្វីមួយយើងត្រូវដាក់ចិត្តថាបើយើងអង្គុយច្រើនយុគវារបស់អីក៏ដោយវាអត់ធ្លាក់ពីលើមេឃទេវាមើលទៅយើងត្រូវតែមានកិច្ចខិតខំប្រឹងប្រែងមួយពីខ្លួនយើងអត់រងចាំអ្នកដទៃទេយើងអត់រងចាំអ្នកដទៃចាំតែមកពន្យល់យើងទេយើងត្រូវទៅរកខ្លួនឯងការដែលយើងទៅរកខ្លួនឯងដែលយើងបានមកយើងមានការស្កប់ចិត្តសប្បាយចិត្តជាងគេយកមកឲ្យយើងនឹងចំណុចទី1ហើយការដែលខិតខំប្រឹងប្រែងទៅរកយើងមានចម្ងល់ហើយយើងទៅរកយើងខ្វះឯកសារយើងទៅរកឯកសាររកបានឯកសារហើយយើងខំអង្គុយអានខំយល់ទាំងអស់ហ្នឹងវាគឺជាទម្លាប់មួយនៃជីវិតរបស់យើងថាយើងចង់បានអ្វីមួយយើងឆ្ងល់ចំណុចអីមួយយើងចង់ដឹងអ្វីមួយយើងទៅរកយើងមាន process នឹងទៅរកអញ្ចឹងយើងមាន process ហ្នឹងយើងយក process យើងទៅរកយើងប្រើនៅក្នុងជីវិតរបស់យើងប្រើនៅក្នុងការងាររបស់យើងនៅពេលណាយើងពេលខ្លះយើងធ្វើការងារយើងមានចំណោទបញ្ហាអ្វីមួយដែលយើងត្រូវដោះស្រាយចំណុចសំខាន់គឺយើងមានពេលណាដែលយើងធ្លាប់ស្រាវជ្រាវយើងធ្លាប់ទៅស្វែងរកដំណោះស្រាយរបៀបដែលយើងស្វែងរកដំណោះស្រាយហ្នឹងហើយដែលយកវាមកអនុវត្តនៅពេលដែលយើងធ្វើការឬយកវាមកអនុវត្តនៅក្នុងជីវិតហើយចំណុចសំខាន់មួយទៀតថានៅពេលដែលយើងអត់ទាន់ចាប់ផ្ដើមយើងកាលណាយើងអត់ចាប់ផ្ដើមទេគឺយើងនឹងអត់ចាប់ផ្ដើមរហូតហើយគេថាពាក្យគេតែងតែនិយាយថាចម្ងាយផ្លូវរាប់គីឡូម៉ែត្រគឺចាប់ផ្ដើមពីមួយជំហានដំបូងដូច្នេះចំណុចសំខាន់គឺយើងត្រូវបះជំហានទី1ហ្នឹងយើងអត់មើលទៅឃើញភាពស្មុគស្មាញដែលនៅ100ម៉ែត្រនៅខាងមុខយើងឃើញពីឧបសគ្គនៅ100ម៉ែត្រខាងមុខយើងថាអូមានឧបសគ្គនៅនោះចឹងយើងអត់ដើរទៅទេអាហ្នឹងយើងចប់ហើយព្រោះរឿងវាស្មុគស្មាញប៉ុណ្ណាក៏ដោយជំហានដែលយើងអាចឈានបានមួយជំហានយើងចាប់ដើមឈានមួយជំហានហ្នឹងសិនចា៎យើងឈានមួយជំហានគេហៅថាចាពាក្យគេមួយទៀតគេដែរថាបើស្ពានយើងមិនតន់ដល់ពេលឆ្លងស្ពានយើងកំតន់អាគិតដល់ពេលឆ្លងស្ពានយើងដើរទៅដល់ស្ពានហ្នឹងសិនចាំយើងគិតពីការឆ្លងស្ពានបើសិនជាយើងមើលឃើញស្ពានដែលត្រូវឆ្លងឬមើលឃើញអូដែលត្រូវឆ្លងនៅខាងមុខអូហ្នឹងវានៅ100ម៉ែត្រពីយើងហើយយើងឃើញថាវាពិបាកណាស់ឆ្លងអូហ្នឹងប៉ុន្តែយើងឈរនៅ100ម៉ែត្រនេះឡើយយើងមិនតន់ទៅដល់មាត់អូឡើយទេបើយើងមានផ្នែកកំណត់បែបហ្នឹងយើងមិនអាចឆ្លងអូបានទេពីព្រោះយើងមិនតន់ទាំងដល់មាត់យើងមិនធ្វើដំណើរបោះជំហានទៅដល់មាត់អូផងកំថាឡើយទៅឆ្លងអូចឹងការសិក្សាស្រាវជ្រាវក៏ដូចគ្នាយើងចាប់ដើមពីជំហានដំបូងគឺអានរកឯកសារយកមកអង្គុយអានយើងពីមួយទៅមួយយើងឃើញចំណុចហ្នឹងហើយយើងឆ្ងល់ចំណុចមួយទៀតឃើញវាស្មុគស្មាញដើម្បីយល់ពីចំណុចហ្នឹងយើងត្រូវស្វែងយល់ពីចំណុចណាមួយទៀតយើងបោះមកជំហានទៀតពីមួយជំហានទៅមួយជំហានពីមួយជំហានទៅមួយជំហានអាហ្នឹងដល់ពេលមួយដែលយើងទៅដល់ចំណុចចុងក្រោយនៅពេលដែលយើងឆ្លងអូរួចទៅហើយយើងបែរត្រឡប់មកខាងក្រៅវិញយើងឃើញអូដែលយើងប្រហែលនឹងឆ្លងហើយពីចំណុច100ម៉ែត្រដែលយើងមុននឹងឆ្លងយើងនឹងអង្គុយគិតខ្លួនឯងថាដំណើរដែលយើងធ្វើពីនោះមកដល់នេះយើងសម័យគិតទៅវិញនៅពេលដែលយើងចាប់ផ្ដើមបោះជំហានទី1ហើយមកដល់អ្វីដែលយើងឆ្លងអូរួចទៅហើយយើងនឹងមានការស្កប់ចិត្តថាដំណើរដែលយើងឈានមកហ្នឹងវាបានប៉ុណ្ណឹងអាហ្នឹងហើយវាជាការជំរុញទឹកចិត្តខ្លួនឯងហ្នឹងដែលជំរុញទឹកចិត្តខ្លួនឯងមិនចាំបាច់អ្នកដទៃមកជំរុញទឹកចិត្តទេអ្វីដែលយើងបានធ្វើមកហ្នឹងយើងនឹងយកវាមកធ្វើជាមេរៀនថាចំណុចហ្នឹងហើយដែលយើងនឹងធ្វើដំណើរបន្តទៅទៀតអ្វីដែលយើងបានធ្វើបានហ្នឹងវាជាការជំរុញទឹកចិត្តរបស់យើងបន្ថែមទៅទៀតអញ្ចឹងបើសិនជាយើងដាក់ចិត្តថានេះវាពិបាកហើយយើងស្តាក់ត្រឹមប៉ុណ្ណឹងយើងអត់ទៅមុខទេគឺយើងអត់ទៅមុខទេហើយការសិក្សាស្រាវជ្រាវជាទូទៅដូចខ្ញុំលើកឡើងមុនហ្នឹងអញ្ចឹងថាប្រវត្តិសាស្ត្រវាស្មុគស្មាញណាអ្វីក៏ស្មុគស្មាញដែរអ្វីដែលស្មុគស្មាញជាងគេជាងនឹងទៅទៀតគឺការបោះមួយជំហានដំបូងគឺចាប់ដើមទៅកាន់យកសភៅយកមកអានយកឯកសារយកមកអានហ្នឹងហើយដែលជាស្មុគស្មាញជាងគេគឺពិបាកនឹងបោះជំហានដំបូងនៅពេលដែលយើងទៅហើយ flow យើងទៅហើយយើងអានហើយយើងឃើញហើយចេះតែពីមួយជំហានយើងរុញទៅមួយជំហានទៅដល់ទៅយើងមានអ្វីដែលយើងសិក្សាស្រាវជ្រាវពីមុនវាខ្លាយទៅជាមូលដ្ឋានមួយទៀតវាខ្លាយទៅជាកម្មចដាអញ្ចឹងគឺមួយកម្មវាមិនមែនពីកម្មនេះយើងទៅហក់ឡើងទៅដល់10កម្មទេអញ្ចឹងអាមួយកម្មដំបូងនោះវាជាចំណុចសំខាន់
ចាអាដាមអ្វីទៅជាក្តីព្រួយបារម្ភឬក៏ការយកឃើញរបស់អាដាមចំពោះធនធានមនុស្សរបស់កម្ពុជាយើងពាក់ព័ន្ធទៅនឹងការសិក្សាស្រាវជ្រាវផ្នែកប្រវត្តិសាស្ត្រក៏ដូចជាផ្នែកវិទ្យាសាស្ត្រចាខ្ញុំគិតថាការបារម្ភគឺការឃើញយុវជនខ្ញុំមិនអាចនិយាយថាភាគច្រើនតើយើងទៅធ្វើ survey មើលប៉ុន្តែជាទូទៅយើងឃើញថាគាត់មិនសូវចូលចិត្តអានមិនសូវចូលចិត្តសរសេរខ្ញុំលើកឧទាហរណ៍មួយនៅស្រុកយើងគឺសម្បូរ Facebook ប្រើ Facebook ច្រើនក៏ប៉ុន្តែប្រើ Facebook អត្រាច្រើនប៉ុណ្ណាក៏ដោយបើគិតជាចំនួនក៏នៅតិចជាងគេដែរក៏ប៉ុន្តែនៅក្នុងតាម Messenger នៅលើពិភពលោកទាំងមូលប្រភពនៃការប្រើ voice នៅលើ Messenger ច្រើនជាងគេបំផុតនៅលើពិភពលោកមិនបាច់រាប់ប្រទេសណាចិនអាមេរិកណាដែរដែលមានប្រជាជនរាប់ពាន់នាក់តែប្រទេសខ្មែរយើងប្រភពនៃការប្រើ voice នៅតាម Messenger គឺចេញពីខ្មែរយើងប្រើច្រើនជាងគេបងអស់ហើយយើងឃើញថាពេលខ្លះយើងគិតថាយើងដឹងពីដំណើរដើមតូនដំបូងឡើងគឺពិបាកនឹងភាសាខ្មែរយើងពីដំបូងយើងពិបាកនឹងទូរស័ព្ទឬក៏លើកុំព្យូទ័រវាអត់ support នឹងការវាយភាសាខ្មែរអញ្ចឹងទៅយើងក៏ប្រើ voice ដែរអញ្ចឹងវាខ្លាចទៅជាទម្លាប់មួយយើង voice រហូតយើងអត់សូវចូលចិត្តសរសេរទេអញ្ចឹងយើង voice យើងនិយាយហើយយើងស្ដាប់តែសួរថាយើងចូលចិត្តអានអត់យើងអត់ចូលចិត្តអានទេយើងចូលចិត្តសរសេរអត់យើងអត់ចូលចិត្តសរសេរទេយើងខ្លាចទៅជាទម្លាប់មួយបាត់ទម្លាប់ក្នុងការសរសេរបាត់ទម្លាប់ក្នុងការអានកាលណាយើងបាត់ទម្លាប់ក្នុងការសរសេរយើងបាត់ការគិតមួយការសរសេរយើងគិតទាំងអក្ខរាវិរុទ្ធគិតតាំងពីទម្រង់នៃឃ្លាប្រយោគអញ្ចឹងយើងបាត់អាហ្នឹងយើងពីមួយថ្ងៃទៅមួយថ្ងៃហើយក្មេងជំនាន់ក្រោយមកយើងចេះតែ voice ទៅយើងបាត់អាការសរសេរយើងលេងចូលចិត្តសរសេរយើងលេងចូលចិត្តអានហើយបើយើងសង្កេតមើលអ្នកសារព័ត៌មានយើងដឹងហើយសារព័ត៌មានសរសេរជាអត្ថបទកម្រនឹងមានគេចូលចិត្តអានណាបើហើយគេចូលចិត្តឲ្យយើងរមមើលតែចូលចិត្តស្ដាប់សំឡេងឬក៏ចូលចិត្តមើលវីដេអូហើយពេលខ្លះវីដេអូមិនបាច់មានវីដេអូអីក៏បានដែរធ្វើវីដេអូនៅលើ Facebook ដាក់តែរូប face មួយហើយដាក់តែសំឡេងក៏គេមើលច្រើនជាងអត្ថបទដែរដោយសារតែយើងវាបង្កើតជាបញ្ហាមួយគឺយើងលែងចូលចិត្តអានហើយយើងលែងចូលចិត្តអានយើងលែងចូលចិត្តសរសេរហើយហ្នឹងវាជាចំណោទបញ្ហាហើយការអានវាជាចំណុចសំខាន់យើង slash ទៅការសរសេរមួយសិនក៏បានដែរយើងនិយាយទៅពីការអានសិនការអានវាជាចំណុចសំខាន់នៃការស្រាវជ្រាវយើងស្រាវជ្រាវយើងមើលឯកសារយើងអានឯកសារយើងមិនពឹងលើការស្រាវជ្រាវយើងទៅអង្គុយស្ដាប់រហូតទេពីព្រោះឯកសារវាមិនឯកសារដែលមានជាសំណេរវាមានច្រើនជាងឯកសារជាសំឡេងឯកសារខ្លះវាយើងគិតថាជាសភៅឬក៏ជាឯកសារខ្លីៗដែលគេធ្វើមកជា topic ខ្លីៗគេអាចធ្វើជាវីដេអូប៉ុន្តែឯកសារជាលក្ខណៈវិភាគមានទិន្នន័យឯកសារប្រវត្តិសាស្ត្រគឺភាគច្រើនវាជាសំណេរជាសំឡេងឬក៏ជាវីដេអូភាគច្រើនវាគឺជាការរៀបរាប់សូម្បីតែអ្វីដែលខ្ញុំធ្វើនៅវិទ្យុប្រាអន្តរជាតិវាគ្រាន់តែជាការរៀបរាប់ត្រឹមតែដឹងជាដំណើររឿងបើមិនជាយើងឲ្យចង់ដឹងលម្អិតយកជាទិន្នន័យជាហេតុការណ៍ដែលអាចធ្វើការវិភាគស៊ីជម្រៅបានយើងត្រូវការអានឯកសារយើងអត់ពឹងលើការមើលវីដេអូ YouTube យើងអត់ត្រូវការយើងអត់អាចពឹងតែទៅលើសំឡេងទេអញ្ចឹងបើកាលណាយើងអត់ចូលចិត្តអានគឺយើងមិនចូលចិត្តស្រាវជ្រាវទេអញ្ចឹងវាបាត់នៅការស្រាវជ្រាវមួយហើយមួយទៀតបើមិនជាយើងអត់ចូលចិត្តអានហើយមួយទៀតយើងអត់ចូលចិត្តសរសេរការសរសេរវាជាទម្លាប់មួយដែលធ្វើឲ្យយើងមានគេហៅ structure នៃគំនិតរបស់យើងជួនកាលយើងដឹងមែនប៉ុន្តែកាលណាយើងអត់សរសេរទេយើងអត់ដឹងថាយើងដឹងអ្វីដែលយើងដឹងយើងអត់ដឹងថាបច្ចេកវិទ្យាខាងក្រៅនោះពិបាកយ៉ាងម៉េចទេអញ្ចឹងកាលណាយើងអត់សរសេរយើងពិបាកនឹងយកគំនិតដែលយើងគិតចំណេះដែលយើងមានហ្នឹងយកមក structure ឲ្យវាទៅជាអ្វីមួយដែលជាឯកសារមួយដែលគេអាចយល់បានហើយដែលគេអាចងាយយល់បានអញ្ចឹងវាបាត់កាលណាយើងអត់ចូលចិត្តសរសេរយើងបាត់ចំណុចមួយគឺយើងបាត់ចំណុចការចែករំលែកចំណេះដឹងចំណុចសំខាន់មួយអាហ្នឹងពីព្រោះខ្ញុំគិតថាបើសិនជាអ្នកស្ដាប់នីតិប្រវត្តិសាស្ត្រពិភពលោកដែលខ្ញុំធ្វើនៅវិទ្យុប្រាអន្តរជាតិខ្ញុំចាំជាងគេវាជាអ្វីដែលជាជំរុញចិត្តទឹកចិត្តដែលខ្ញុំធ្វើការនីតិប្រវត្តិសាស្ត្រពិភពលោកហ្នឹងហើយវាជាភាគទី1របស់ខ្ញុំដែលខ្ញុំនិយាយអំពីអ្វីទៅចំណុចសំខាន់អ្វីទៅដែលអាចបែងចែករវាងមនុស្សហើយនិងសត្វខ្ញុំតែងតែនិយាយថាពេលខ្លះគេថាដោយសារយើងមានវិចារណញ្ញាណស្គាល់ថាអ្វីដែលជាខ្លួនឯងអ្វីដែលជាអ្នកដទៃមិនមែនមានតែមនុស្សទេសត្វខ្លះក៏មានដែរបើយើងត្រឹមថាវិចារណញ្ញាណដែលយល់ពីខ្លួនឯងអាច
cho nên ta bán chay được viên luôn ai là nét là thầy hai bên này phía xa dân thay khai dương mà nuôi dưỡng chắc phía xa mà mấy ta nuôi dưỡng nó dưỡng chắc phía xa mà nút mà ta sắp xếp của việc ai miên phía xa và sát để ai tệ tông thì mà này chùm nói sầm khăn để trong ban lự lao được không viện tim mua để trong để tim vào xa của bọc sống chùm nói sầm khăn là bao ở với để bán chay được viên một nút hơi nâng sát một nút như bao nhiêu cứ phía xa hay phía xa đầy che phía xa đầy dân complex phía xa đầy dân ca pra phía xa xong tôi mình phía xa cho này dương miên hay phía xa mà tại ca pra phía xa làm bấy chai po là miến pì muối tơ mùi tiền được xem ví chia ca chai đồng lệ chừng này đằng chai đồng lệ po là miến đây chỉ chừng này sầm khăn bằng phòn vì ca chai đồng lệ po là miến đôi nhom gì chúng ta sát về khác về mơ tại khơi tầm ló bao viết về can máu về khơi về riêng ở bên đây về can nó như khơi kịp phơi ấy để thà sát khác về chạm sát về mơ từ mê bao viết về chạm sát mấy về riêng và thấy về riêng ở bên đây về can lắm mà về riêng trước về riêng là vậy đây miền sát việc quan ta repeat ở vậy để miền sát còn thấy bữa sau trên mình nước dương với nơi bên đây dương bị khmei là hô đào cha bắt bị sao nơi chỉ vật bị khmei là đào cha dương tròn cóng dương trái tới một nụ nè cặp chủng đoàn cao một tiết nếu bên này nè thay mau tiết còn mình chập đám pin thế còn chập đám bị bọt bị sao nè để cha còn mang trái dương mà là hỏi có chập đám pin cái lại này tới hay có chập đám pin cái lại nâng tới có chập đám miền bọt bị sao nung chỉ vật bọt quát là lư hôn nâng tiết còn trái phải to tới cái viên mà cam tới mà cam pi mà cam tới mà cam đối với bờ sân chỉ dương chia bao đầm nạ ca mua dương ót sâu cho chất an ót cho chất sâu cho chất sở xế dương ót cho chất chay đồng lấy chừng này đắng cái này nó dương sạch dương lên chia dương lên cam dương bị môi từ môi ấy rồi môi cam dương bị môi từ môi đó và tại cam dương vì can là tôi từ pi môi chấm nón từ môi chấm nón cứ dương can là pi cam môi từ cam môi nó vì can là từ vì môi dương ót dương bạch nó cầm nhận môi vào thau môi để tha trong chay đồng lấy chừng này đắng cái này nó hay đi chia ca cái đây bảo đảm bậc sống chà ở vậy đây khi trong chợ bán tạm dạ cái dòng phiên này cứ đang có chia một đùm nè đài cho chật án cho chật xế hỏi không lúc có miệt ca trong cron chia sập hơi bằng đây chả đâm ai miệt chun tu chun tách pi ca trong cron chia sập hơi bài đóng hỏi pi pan ca từ là có tiệt tẹt quan năng ca sắc xa sao chưa nàyประวัติศาสตร์đi chứ tại cái tới nhom cho chật án mà tại bờ này gì pi ca trong cron chị sập hơi nhưng miền trong cron chị ai cái xa lấy tại bà ao phu chia sập hơi với mình sao chỉ miền thì vì chỉ cả sọc đại mối đại trong mình bàn chọn cron chia sập hơi bàn trái bên này khác có quạt chỉ là sna xongได้phải phu chia sập hơi bỏ bom chia sập hơi cái vấn đềไปkhác nhầm kịch trong nàyสำคัญมวยในการตีมวยtrong nơi tây bà đàng trong mình nơi tây khmer cả muốn nhầm màu mà chna màu mà đòn nhưng mà sang chia nơi bị ngay của bà đại nâng cả bỏ bom sập hơi trong nơi tí vì chia culture môi nơi sọc khmer giống đại chỉอุปสรรคđại phu oi nè sai chưa này pôn quạt mình sơ chỉ trong bỏ bom sập hơi cứการlụi chầm nọ sàn đại vì pro ca bỏ bom chia sập hơi nhưng tất cả chầm này lôi đồng bỏ bom hay bây giờ những bỏ bom sập hơi tới hay những bỏ bom tới khi copy vô tao những rồi ta đào mà chai đồng bỏ bom sập hơi nông bàn phóng những con vì những con bạn bỏ bom nàyแต่สำหรับช่องปัญหาคือในช่างไงในสกมาในสกปรกเหมือนในสกไม้คือเป็นบ้านของการvì mình sơ chia nơi đặc tốt là những ai âm lại phó trongการbỏ bom sập hơi chẳng bậc trong sập hơi được trong bỏ bomคือmiền tây mà các bạn thìคือbỏ ra xa bỏ bom lúc cái thằng bỏ bom phía tây phía còn mình đây cho tao mặt ngày chỉ mặt ngày hay cào một tiết nó hơn trong xe chỉ sập hơi vì bảo vật mình chỉ bảo vật xa bỏ bom lúc chỉ hai cái đấy mà ta chỉ bảo vật này mà nó sẽ chiếm đểทำbảo vật này phúcพันđầy tăng pi cả phúcพันđầy mà cả vì vật chỉ mà nó hay là hồ màu to tăng pi mà nó dương màu hay miền cả vì vật cả rô khơi nhá kisni cả rô khơi cả bả phượng là bố nhung chọn thôi nhá vì chia cả ta chỉ bảo vật mỗi chia bậc cái tiết ta chia macro chỉ bảo vật chỉ là cái nào mình lùm ắt từ lơ tay mà nó thế ta chỉ bảo vật bỏ phúcพันđầy thằng mồแต่ก่อนนั้นคือจังได้หมดไงแต่หมดไงเป็นหมดไงแต่หมดไงระบบการเงินเสียงพ้องไอ้พ้องระบบการเงินในขนมจีบรูในต่อรูนพ้องก็เหมือนใส่จีบานจองกรองจีสเพอไอ้กระซาเมียนเซเมียนให้กับมาแต่ใจถ้าเปคลาเหมือนเป็นคนแต่ย่อไว้เดเมียนให้ยมาจองกรองดับจงนี้จนใจสเพอที่เป็นเตอร์เมียนสตรัคเจอร์จังหวะการได้เรียบจนจีสตรัคเจอร์เมียนกับนัดเมียน
សំណេររួចហើយប៉ុន្តែយើងត្រូវរៀបចេញជា structure ក៏ត្រូវការពេលដែរហើយការពេលយើងត្រូវមើល clear ប្រយោគដើម្បីឲ្យសរសេរឲ្យស្រួលអានឲ្យស្រួលអីហ្នឹងក៏វាត្រូវការពេលដែរអញ្ចឹងហើយបានជាកន្លងមកនិយាយថាខ្ញុំមិនសូវជាបានចងក្រងមិនសូវជាបន្សល់ទុកស្នាដៃជាសំណេរជាសៀវភៅហ្នឹងប្រហែលទេចាសង្ឃឹមថាពេលទៅមុខទៀតអាដាមនឹងបោះពុំនៅសៀវភៅថ្មីៗទៀតចាសសូមថ្លែងអរគុណដល់អាដាមដែលបានចំណាយពេលប្របត្តិសម្ភាសន៍ដ៏កក់ក្បាយពាក់ព័ន្ធនឹងបទពិសោធន៍ការងារក៏ដូចជាការស្រាវជ្រាវពាក់ព័ន្ធទៅនឹងវិទ្យាសាស្ត្រពាក់ព័ន្ធទៅនឹងបញ្ហាប្រវត្តិសាស្ត្រពិភពលោកចាកម្មវិធី Grow and P នាសប្តាហ៍នេះបានឈានដល់ទីបញ្ចប់ហើយសូមអរគុណចំពោះការតាមដានទស្សនារបស់លោកអ្នកនាងចាសូមអរគុណសូមគោរពលា